មន្ទីរព្យាបាលចំនួន2ទៀតត្រូវបានបសសបញ្ចប់កិច្ចព្រមព្រៀងផ្ដល់សេវាមន្ទីរសម្រាប់ព្យាបាលមង្គលទួលពង្រនិងមន្ទីរសម្រាប់ព្យាបាលពន្លឺអង្គរដែលមានទីតាំងនៅរាជធានីភ្នំពេញត្រូវបានបសសបញ្ចប់កិច្ចព្រមព្រៀងផ្ដល់សេវាបន្តទៀតដោយសារតែមន្ទីរសម្រាប់ព្យាបាលទាំងពីរនេះមិនមានលទ្ធភាពផ្ដល់សេវាលោកហេងសុផាណរិទ្ធអ្នកនាំពាក្យក្រសួងកាងារបានឲ្យដឹងថាមូលហេតុនៃការបញ្ចប់កិច្ចព្រមព្រៀងជាមួយមន្ទីរសម្រាប់ព្យាបាលទាំងពីរនេះគឺដោយសារតែមន្ទីរសម្រាប់ព្យាបាលទាំងពីរមិនមានលទ្ធភាពនៅក្នុងការផ្ដល់សេវាផ្នែកថែទាំសុខភាពនិងផ្នែកហានិភ័យការងារបន្តទៀតជាមួយគ្នានេះមន្ទីរសម្រាប់ព្យាបាលមិនអាចទប់ទល់ទៅលើការចំណាយនិងផ្ដល់ប្រាក់ខែជូនបុគ្គលិកអ្នកនាំពាក្យបានឲ្យដឹងទៀតថាការបញ្ចប់កិច្ចព្រមព្រៀងនេះមិនមានផលប៉ះពាល់ទៅដល់ការប្រើប្រាស់សេវារបស់សមាជិកបសសនោះទេដោយមានមូលដ្ឋានសុខាភិបាលដែលជាដៃគូជាច្រើនមានលទ្ធភាពផ្ដល់នូវសេវាជូនសមាជិកបសសនៅក្នុងតំបន់នោះសូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី18ខែធ្នូនេះបសសបានបញ្ចប់កិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលឯកជនចំនួន11ហើយបន្ទាប់ពីឃើញពីភាពគ្មានមនុស្សធម៌ពីភាគីថៃមេដឹកនាំពុទ្ធសាសនាលើពិភពលោកអំពាវនាវឲ្យបញ្ចប់សង្គ្រាមឲ្យបានឆាប់